ការរំដួលធ្វើចេញពីលួសកម្មញ្ញៃដោយវីដេអូមុនខ្ញុំបានបរៀនធ្វើខ្នាតទូចបែបងាយធ្វើបតង់សោហើយខ្ញុំក៏និយាយថាមានវិធីផ្សេងមួយទៀតអញ្ចឹងអានេះគឺជាវិធីមួយទៀតដែលខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នាដែរជាដំបូងយើងត្រូវការលួសកម្មញ្ញៃខ្នាត10 សង់ទីម៉ែត្រចំនួន3ដើម្បីយកវាធ្វើបតូលខាងក្នុងអញ្ចឹងយើងបត់បែបនេះចំនួន3តសៃសិនហើយបញ្ចុះ3តសៃហ្នឹងមកផ្គុំគ្នាដើម្បីឲ្យឡើងជាមួយស្រទាប់ខាងក្នុងយើងត្រូវការចំនួន3ស្រទាប់ផ្គុំគ្នាអញ្ចឹងដើម្បីបានចេញមកស្រទាប់មកសិនយើងធ្វើរួចនៅក្នុងវីដេអូនេះមកហើយអោបបែបហ្នឹងសម្រាប់ការដែលខ្ញុំធ្វើនេះអាចចងជាមួយលួសក៏បានចងជាមួយអំបោះក៏បានដែរដោយសារតែពេលខ្លះក្លោបងកាត់ខ្នាតខុសត្រូវតិចតួចអញ្ចឹងវាខោជើងចងលួសអត់កើតអាចប្រើអំបោះជំនួយបាននេះដូចខ្ញុំដាក់ឲ្យមើលអំបោះនេះគឺប្រភេទអំបោះលីឡុងអំបោះតាន់បងមុំប្រើអំបោះនេះខ្ញុំមានលក់ដូចគ្នាច្រើនខ្ញុំប្រើអំបោះហ្នឹងជាមួយនឹងផ្កាកដាស់ឥឡូវធ្វើផ្កាកម្មញ្ញៃពេលណាខ្ញុំកាត់ទៅរៀងផ្លាត់តិចតួចអីក៏ខ្ញុំនៅតែយកមកប្រើដូចគ្នាដែរបន្ទាប់មកចាប់ដើមឡើងរៀងជាមួយនឹង snow ខាងក្នុងអញ្ចឹងផ្ការំដួលជាទូទៅយើងដឹងស្រាប់ហើយត្រូវតែមាន snow ខាងក្នុងរៀង3ផ្គប់គ្នាសិនអញ្ចឹងហើយបើយើងចាប់ដើមទៅធ្វើស្រទាប់ខាងក្រៅគឺខ្ញុំប្រើតែ15 សង់ទីម៉ែត្រទេដោយសារខ្នាតខ្ញុំចង់ធ្វើល្មមប៉ុន្តែវិធីនេះខ្ញុំចង់ប្រាប់បងប្អូនថាចង់ធ្វើធំជាងហ្នឹងក៏បានដែរគ្រាន់តែយើងឡើងទំហំព្រិចមៀតហើយប៉ះបើលួសកម្មញ្ញៃតាមហ្នឹងទៅតាមយើងគិតថាចង់បានប៉ុណ្ណាអញ្ចឹងគ្រាន់តែ style វាស្តៀងគ្នានិយាយទៅ style តែមួយខុសពីវីដេអូមុនដែលខ្ញុំប្រាប់ថាវិធីងាយៗនោះគឺធ្វើបានតែតូចទេធ្វើធំអត់បានតែបើវិធីនេះអាចធ្វើធំបានស្តបខាងក្រៅនេះត្រូវការ3ដូចគ្នាត្រូវប្រយ័ត្នតិចបងណាធ្វើឲ្យបានប៉ុនគ្នាបើមិនចឹងពេលបត់ចេញជាផ្កាមកវាមានទូចធំអត់ស្អាតទេបានរៀងប៉ុណ្ណឹងសមល្មមហើយយើងអាចយកទៅបិទនៅលើ snow បានហើយអញ្ចឹងទាំងការបិទក៏ប្រយ័ត្នដែរនិយាយរួមត្រូវតែប្រយ័ត្នត្រូវតែស្មើសាច់ស្អាតព្រោះតែវាចបន្តិចហ្នឹងគឺដឹងតែចេញអីផ្សេងហ្មងហើយមកធ្វើជាមួយនឹងស្លឹកម្ដងគឺខ្ញុំប្រើ15 សង់ទីម៉ែត្រមួយតសៃនិង10 សង់ទីម៉ែត្រពីរតសៃដោយសារតែខ្ញុំចង់ឲ្យស្លឹកហ្នឹងវាមានរាងសឡូនសល់កម្មញ្ញៃមកក្រោមបន្តិចបាទខ្ញុំប្រើវែងខ្លីអញ្ចឹងយើងយកអាពីរហ្នឹងដាក់គប់លើគ្នាទៅហើយនឹងយក15 សង់ទីម៉ែត្រហ្នឹងសោកចូលដើម្បីពេលដែលខ្ញុំពុតហើយវានៅសល់កតុយផ្គុំស្លឹកហ្នឹងពីខាងក្រៅផ្កាមួយជាន់ទៀតវាមាន space ធ្វើឲ្យយើងសល់កន្លែងរុំស្គុតហ្នឹងបានស្អាតនិយាយទៅខ្ញុំបញ្យល់ប្រហែលជាបងអត់យល់តែបើថាបងមានកម្មញ្ញៃចិត្តខ្លួនទាញធ្វើតែម្ដងក៏យល់ហើយនេះអញ្ចឹងយើងយកស្លឹកទាំង3ហ្នឹងយកមករុំអោបអញ្ចឹងមកវាសល់គល់ជើងខាងក្រោមពេលដាក់ដើមចូលហើយដល់វារុំស្គុតណាអញ្ចឹងវាធ្វើឲ្យសាច់កម្មញ្ញៃហ្នឹងវាបដោះបសងគ្នាអាគូតខាងក្រោមហ្នឹងយើងឡើងជាជើងផ្កាមកស្អាតយកតែបើធ្វើជាបតង់សោវិញគឺមិនទុកជើងវែងអញ្ចឹងទេមួយយ៉ាងម្នាក់នេះគឺជារូបរាងបញ្ចប់ហើយសម្រាប់បងប្អូនត្រូវការសម្ភារៈគ្រប់មុខទាំងអស់តែនៅក្នុងវីដេអូនេះមិនថាបោះដុំលក់រាយទិញរៀនធ្វើឬលើកទៅលក់តទេអាចធ្វើការតាក់ទងសួរក្នុង page បន្ថែមបានណាហើយពណ៌គឺមានជាង30ពណ៌